ចាថ្ងៃនេះមកឆាគ្រឿងក្នុងមាន់ណាគ្រឿងក្នុងមាន់នេះដូចជាប៉ុន្មានទេ7-8ខាំច្រើនតាឥឡូវខ្ញុំលាងស្អាតអីរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកប្រឡាក់វាទុកសិនប្រឡាក់វារបៀបហ្នឹងណាសាច់ផុយមែនតើផុយឆ្ងាញ់ណាបងប្អូនម្សៅអាចដាក់តិចជាងនឹងពាក់កណ្ដាលណាខ្ញុំដាក់រៀងច្រើនពេកវាដូចជាស្អិតខ្ទះនិយាយទៅគឺថាផុយមែនតើហើយញ៉ាំទៅថ្លើមវិញឡើងល្មួតឆ្ងាញ់ណាបងប្អូនឃើញម្ហូបនេះដាក់ឃើញម៉ាក់គាត់ចូលចិត្តឆាគ្រឿងក្នុងមាន់ជាមួយតកួនហើយគាត់ធ្វើទឹកត្រីមកទេសចឹងណានេះយើងចាក់គ្រឿងក្រៅយើងមកប្រឡាក់មកប្រឡាក់ផ្អាប់ទុកចោលយ៉ាងតិចបំផុតក៏15នាទីដែរតែខ្ញុំមានពេលទុកយូរខ្ញុំទុកតាំងពីព្រឹកដល់ល្ងាចទុកយកទៅទុកក្នុងទូទុកឡើងពី2ថ្ងៃទៀតដោយសារអត់ត្រូវការធ្វើម្ហូបនឹងជាតែនឹកឃើញតែធ្វើអានេះធ្វើអានោះទៅទុកអានឹងចោលចឹងទៅនេះមើលតកូននេះស្លឹកឡើងទៅជាអុចឯងទុកចោលឡើងពី2ថ្ងៃខ្ចីល្អណាស់នេះត្រកួនចិនត្រកួនសក្តាច់មកប្រើយកតែកន្លែងណាខ្ចីទៅបានហើយបងប្អូនចូលចិត្តឆាតកួនចិនឬក៏ឆាតកួនស្រែមានបងប្អូនខ្លះគាត់ចូលចិត្តឆាតកួនស្រែបងប្អូនខ្លះឆាតកួនចិនទៅព្រោះថាតកួនស្រែវារៀងជ័រអញ្ចឹងទៅតាមចំណូលចិត្តក្តាច់ស្អាតហើយខ្ចីលវយើងយកមកលាងទឹកទៅលាងពី3ទឹកឲ្យស្អាតទៅហើយសម្រោះវាចេញទៅមើលកញ្ចក់ដៃឡើងខ្មៅវាជាប់ជ័រតកួនណាឥឡូវយើងដាក់ខ្ទះដាក់ប្រេងឆាដាក់ខ្ទឹមយើងឆាចូលទៅឆាឈ្ងុយទៅណាឆាឲ្យតែឈ្ងុយទៅបានហើយមិនបាច់យកក្រហមពងកលាតអីទេសម័យឥឡូវគេឈប់និយមពងកលាតហើយអើយចាក់ចូលមកកូនខ្ញុំថាអើយញ៉ាំថ្លើមញ៉ាំអីគេញ៉ាំកោះផុយស្រួយក្រាប់ឆ្ងាញ់ណាស់ចំណូលចិត្តគាត់ហ្នឹងគឺថាចូលចិត្តកោះឲ្យតែថាទៅកន្លែងគេលក់អាសាច់មាន់អាំងអីហ្នឹងណាដឹងតែថាសុំទិញកោះញ៉ាំហើយអង្គុយញ៉ាំលើម៉ូតូទៀតក៏មានដែរកូនខ្ញុំធំអីហ្នឹងនៅទម្លាប់ដោយកូនក្មេងទៀតហាមនៅតែមិនស្ដាប់យើងរវល់តែមើលឆ្វេងមើលស្ដាំមើលចកោតម៉ូតូអីគាត់នៅតែពីឯណាក្រោយនេះឯងតែគាត់ថាអត់ថយដូចម៉ាក់ធ្វើតែវារៀងស្វិតនេះយើងដាក់សាច់យើងឆាទៅយើងងាកមកធ្វើទឹកថៃម្ទេសយើងបន្តិចទឹកថៃម្ទេសយកសិតទឹកថៃទៀតម៉ាំងតែប៉ុណ្្នឹងឯងទឹកត្រីម្ទេសខ្ញុំចូលចិត្តរួចហើយច្បល់ចូលគ្នាមកហើយយើងងាកមកមើលសាច់យើងដែលយើងរំងាស់ដៃដាក់ភ្លើងតិចនឹងសិនមកដាច់ទឹកហើយឆ្អិនហើយអានឹងយើងដាក់តកួនតែយើងដាក់ត្រកួនហើយត្រឡប់ចុះត្រឡប់ឡើងហ្នឹងគឺថាឆ្អិនញ៉ាំបានហើយនេះរៀងស្អិតបន្តិចអញ្ចឹងបងប្អូនតែពិតជាឆ្ងាញ់មែនផុយឆ្ងាញ់ល្អរបស់គេមែនដាក់ត្រកួនចូលមកនេះខ្ញុំរំលែកសាច់ចេញពាក់កណ្ដាលទៅវិញហើយត្រកួនក៏ដាក់ទៅពាក់កណ្ដាលដែរវាច្រើនផ្ទះវាតូចតែផ្ទះតូចហ្នឹងមកល្មមយើងញ៉ាំគ្រប់ហ៎ល្ងាចឡើងអ្វីដែលនៅសល់ហ្នឹងយើងឆាម្ដងទៀតដាក់ញ៉ាំមួយពេលទៀតគ្រប់ទៀតយើងសំចៃឲ្យបានខ្លាំងទៅណាព្រោះសេដ្ឋកិច្ចយើងវាធ្លាក់អើយរួយឯនេះស្រួយក្របប្រើដាក់ទឹកត្រីម្ទេសហឹលឆ្ងាញ់ជាតិកប់សេរីហ្មងណាចាប់មាត់ឡើងជីបអរគុណ